ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើឡាបសាច់ជ្រូកចាញ់ចំពោះឡាបសាច់ជ្រូកនេះដែរគឺថារសជាតិឆ្ងាញ់មែនទែនបងប្អូនតើអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាសាច់ជ្រូកនេះខ្ញុំយកសាច់កន្លែងកញ្ចឹងកជ្រូកបងប្អូនកន្លែងនេះវាមានលាយខ្លាញ់លាយសាច់អញ្ចឹងគឺពេលដែលយើងយកធ្វើទៅសាច់វាទន់ឆ្ងាញ់ហើយកម្រាស់នៃខ្ញុំហាន់ហ្នឹងគឺរៀងក្រាស់ក្រាស់ដែរបងប្អូនឥឡូវនេះខ្ញុំយកមកប្រឡាក់គ្រឿងបន្តិចដាក់ម្សៅស៊ុបរ៉ូឌីចំនួន1ស្លាបព្រាកាហ្វេហើយនិងប៊ីចេង1ចុងស្លាបព្រាកាហ្វេរួចច្របាច់ច្បល់ឲ្យសាច់ជ្រូកហ្នឹងវាចូលជាតិជាមួយនឹងគ្រឿងផ្សំបាញ់មិញហ្នឹងមករួចនេះខ្ញុំផ្អាប់ទុករយៈពេល15នាទីសិនចាស់ក្នុងអំឡុងពេលរងចាំនេះខ្ញុំមកត្រៀមគ្រឿងផ្សំផ្សេងទៀតដោយមានខ្ទឹមក្រហមចាចំពោះខ្ទឹមក្រហមនេះខ្ញុំដាក់ចំនួន3មើមហើយហាន់វារាងក្រាស់ៗបន្តិចមកតបមកខ្ញុំហាន់ជីរណាហើយនឹងស្លឹកខ្ទឹមចាំបងប្អូនហាន់ឲ្យល្អិតៗដូចនឹងខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងទៅចំណែកនេះគឺជាស្លឹកជីវ៉ាន់ស៊ុយបងប្អូនមានក៏ដាក់មិនមានក៏មិនដាក់ក៏បានដែរបងប្អូនហើយក៏មានជីអង្កាមតែចំពោះគ្រឿងផ្សំទាំងអស់នេះកាលណាយើងធ្វើឡាបបើខ្វះជីទាំងអស់ហ្នឹងគឺអត់ឆ្ងាញ់ទេបងប្អូនខ្លួនវាអត់សូវឈ្ងុយទេតើមកនេះខ្ញុំចាត់ក្រូចឆ្មាដោយក្រូចឆ្មាវាអត់សូវមានទឹកទេខ្ញុំលុញវាឲ្យបាយឲ្យកពឹសក្នុងទៅក្រូចឆ្មាហ្នឹងវាមានទឹកណាតាមទៀតខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យក្តៅសិនទើបខ្ញុំយកសាច់ជ្រូកដែលបានប្រឡាក់មុនហ្នឹងយកមកចៀនឲ្យវាឆ្អិនតែ70%បានហើយបងប្អូនខ្ញុំបញ្ជាក់ដែរថាប្រេងឆាត្រូវតែក្តៅខ្លាំងបងប្អូនមិនចឹងទៅសាច់ជ្រូកយើងវារឹងឥឡូវខ្ញុំដាក់សាច់ជ្រូកវាឆ្អិនបាន70%ហើយខ្ញុំស្រង់វាចេញដើម្បីទុកឲ្យវាត្រជាក់សិនទើបយកវាមកហាន់ជាបន្ទះប្រឆិតស្ដើងអញ្ចឹងមកចាឃើញថាសាច់ខាងក្នុងគឺវាអត់តាន់ឆ្អិនទេណាបងប្អូនខ្ញុំប្រាប់នេះគឺយកឆ្អិនតែ70%ទេពីព្រោះយើងនៅយកវាទៅដាក់នៅលើភ្លើងម្ដងទៀតណាហើយខ្ញុំភ្លេចបញ្ជាក់ថាសាច់ជ្រូកដែលខ្ញុំយកមកធ្វើនេះគឺមានចំនួន7ខាំឥឡូវនេះខ្ញុំដាក់ឆ្នាំងនៅលើចង្ក្រានរួចចាក់ទឹកចូលចំនួន200 ml ហើយរួចផ្សំគ្រឿងឲ្យដាក់ស្ករអំពៅ1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេអំបិលម៉ដ្ឋ1ចុងស្លាបព្រាកាហ្វេរួចកូរឲ្យគ្រឿងនឹងវារលាយសិនមកទើបនេះខ្ញុំបន្ថែមទឹកត្រីចំនួន3ស្លាបព្រាបាយទៀតចាចំពោះទឹកត្រីពេលដែលបងប្អូនចាក់ចូលនៅក្នុងឆ្នាំងហ្នឹងគឺព្យាយាមដាក់វាឲ្យប៉ះសាច់ឆ្នាំងបងប្អូនទើបទឹកត្រីហ្នឹងវាមានក្លិនឈ្ងុយនេះខ្ញុំដាក់ចំនួន3ស្លាបព្រាបាយហើយបន្ទាប់មកកូរឲ្យវាចូលជាតិគ្នាល្អសិនតមកដាក់សាច់ជ្រូកដែលបានហាន់ទុកមុននឹងចូលមកហើយកូរឲ្យសាច់ជ្រូកនោះវាឆ្អិនមកបងប្អូនរួចបន្ថែមទឹកអំពិលទុំចំនួន1ស្លាបព្រាបាយទៀត
rồi hết bật phượng cứ sẽ chụp với chân là mổ nó bông phốn cứ bật phượng má rồi nên trongจะใบกรดมาโจลใบกรดมานั่นคือยังดักตามจำนองจำนวนจะได้นะบางคนดักโผล่เตอบ่สนบางคนจะจัดจูจะได้บางคนดักกรดมาเริงจานเตอบ่มันโซชูจัดจูที่คือยังประทานมาถอยตามนังเตอต่อมาดักเครื่องซ้ำเซนเตียดบานหันตกมันนังโจลให้นังกอลิงก็ดักตามจำนองจำนวนจัดได้โดยในชมดำมาเตะหอยจำนวนปีละเปรียบใบบางคนจะจัดทัลครั้งก็ดักจานมันโซชูจัดทัลก็บันถอยตามนังเตอจากกูจะบอกแต่วันนั้นมาคือรอแล้วบางคนยังไอฮอบจำนวนโลมันลาสลับเซ็งแต่ในช่วงบ้านบางให้ในครั้งวิดีโอหนึ่งจังถ้าจะโปรเจกต์หมกนี่คืออดอยปานแต่บางคนคือไปจูฮัลตับช่างจังในติดดองมันเต้นจังวิดีโอบอลในช่วงกระสมมันจอบตรมนังหางพวงกับเพลจุดไลค์แชร์หนังโฟโล่เพจทำไมในช่วงหนังมวยพ้องนะจะสมุกคนส้มจำเรียบเรีย